តើអ្នកហ៊ានជឿទេបរិសុទ្ធចំណាស់អាយុ70ឆ្នាំម្នាក់ដែលចិត្តដាច់ខ្យល់ស្លាប់ទៅហើយបែរជាមកពង្វេងនឹងសម្រស់អ្នកគ្រូពេទ្យថែទាំវ័យក្មេងម្នាក់រហូតដកចិត្តមិនរួចអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតត្រូវគេធ្វើបាបមើលងាយសពបែបយ៉ាងតែនាងមិនរត់ចេញហើយក៏មិនតបតភ្លាមៗដែរហេតុអ្វីបានជារាល់យប់នាងលួចបញ្ចុកស្រាថ្នាំដល់គាត់តើនរណាទៅដឹងថាលោកគ្រូតាចូលនិវត្តន៍ដែលរងចាំតែថ្ងៃស្លាប់បែរជាត្រូវស្រីក្មេងម្នាក់មកដុតកម្ដៅភ្លើងតណ្ហាឲ្យឆេះររាគ្មានដែនកំណត់បែបនេះគាត់បានគិតយ៉ាងល្ងងខ្លៅថាខ្លួនឯងមានសំណាងបានជួបនឹងគូព្រេងក្នុងវ័យចំណាស់ជាស្រីស្អាតដែលមកមើលថែរូបគាត់ដោយចិត្តស្មោះតែទម្រាំតែដឹងការពិតដ៏រន្ធត់នៅពាក់កណ្ដាលអាធ្រាត្រវាក៏ហួសពេលបាត់ទៅហើយអ្នកគ្រូពេទ្យដែលនៅក្បែរខ្លួនមើលថែគាត់យ៉ាងដិតដល់នោះតាមពិតយាយជីនគឺជាអតីតសង្សាររបស់កូនប្រុសគាត់ធ្លាប់បានបំផ្លាញជីវិតដោយផ្ទាល់ដៃកាលពីមុនការចូលមកជិតស្និទ្ធរបស់នាងមិនមែនដើម្បីក្តីស្រឡាញ់ឡើយប៉ុន្តែវាគឺជាការរៀបចំផែនការសងសឹកយ៉ាងល្អិតល្អន់បំផុតនាងចង់ឲ្យគាត់ជាប់បន្ទាក់ក្នុងតណ្ហានិងវិបដិសារីរស់ក៏មិនបានស្លាប់ក៏មិនសុខត្រូវដេកឈឺចាប់បន្តិចម្ដងរហូតដល់អស់ខ្យល់រឿងនេះមិនមែនជារឿងដែលគេប្រឌិតឡើងលេងៗទេប៉ុន្តែជាខ្សែភាពយន្តសងសឹកកម្រិតក្តៅសាច់ដែលល្បីល្បាញបំផុតរបស់អ្នកដឹកនាំរឿងកូរ៉េដ៏ឆ្នើមលោកលីមយ៉ុងស៊ូអំពើថោកទាបនៅក្នុងបារការលួចដាក់ថ្នាំសម្រាប់ការសច្ចាសងសឹកនៅមុខមឈូសនិងការប៉ងបញ្ចប់ជីវិតនៅលើផ្លូវរថភ្លើងឈុតឆាកនីមួយៗពោពេញដោយភាពតានតឹងស្ទើរថប់ដង្ហើមដោយបានហែកមុខមាត់ពិតនៃភាពអាត្មានិយមក្នុងនាមជាសាច់ញាតិនិងលាតត្រដាងនៅតណ្ហាដ៏ខ្មៅងងឹតបំផុតរបស់មនុស្សថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនារឿងភាគសងសឹកដែលជាបម្រាមរបស់កូរ៉េមានចំណងជើងថា Flower of Desire បុប្ផាតណ្ហាបរិសុទ្ធចំណាស់អាយុ70ឆ្នាំម្នាក់នេះបើអ្នកមើលត្រឹមតែសម្បកប្រើគាត់ពិតជាមានបុគ្គលិកលក្ខណៈជាអ្នកមានវណ្ណៈខ្ពស់យ៉ាងឥតខ្ចោះកាលពីនៅក្មេងគាត់បានធ្វើជាអ្នកគ្រប់គ្រងសាលាពេញមួយជីវិតនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងតំបន់ក្រោយពេលចូលនិវត្តន៍គាត់មានអចលនទ្រព្យជាច្រើនក្នុងដៃមានលុយក្នុងធនាគាររាប់មិនអស់និងមានកូនប្រុសម្នាក់ដែលស្លូតបូតស្ដាប់បង្គាប់ចំណែកឯរូបសម្បត្តិវិញទោះបីជាមានវ័យចំណាស់សក់ស្កូវពេញក្បាលនិងមានស្នាមជ្រីវជ្រួញលើផ្ទៃមុខក៏ដោយប៉ុន្តែក្រសែភ្នែកដ៏មុតស្រួយរបស់គាត់នៅតែបង្ហាញនូវអំណាចដែលមិនអាចរំលោភបំពានបានតែគួរឲ្យស្ដាយណាស់ជោគវាសនាតែងតែចូលចិត្តលេងសើចនឹងយើងនៅពេលដែលយើងកំពុងស្ថិតក្នុងចំណុចខ្ពស់បំផុតកូនប្រុសរបស់លោកតាម្នាក់នេះបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលមិននឹកស្មានដល់នៅពេលដែលកូនតែមួយគត់ត្រូវបាត់បង់ទៅបានធ្វើឲ្យបរិសុទ្ធចំណាស់ដែលធ្លាប់តែអង្អាចម្នាក់នេះដួលរលំត្រឹមតែមួយប៉ព្រិចភ្នែកដំបូងឡើយគាត់សម្រាប់ពេទ្យដោយសារជំងឺស្ទះសរសៃឈាមបេះដូងតែឥឡូវបែរជាពិនិត្យឃើញមានមហារីកពោះវៀនធំដំណាក់កាលចុងក្រោយទៀតគ្រោះអាក្រក់ចូលមកព្រមៗគ្នាគ្រូពេទ្យបានប្រាប់ឲ្យលោកតាគឹមរៀបចំធ្វើបន់ទុកជាមុនទៅបើលឿនគឺក្នុងរង្វង់ប្រហែលខែបើយឺតគឺអាស្រ័យលើព្រះតាមកំណត់តែលោកតាគឹមមិនជឿព្រមលិខិតទេគាត់សម្រេចចាក់ចេញពីមន្ទីរពេទ្យភ្លាមៗនៅក្នុងភូមិគ្រឹះដ៏ស្ងប់ស្ងាត់គាត់អង្គុយរាប់ថ្ងៃលិចនៅឯជើងមេឃបណ្ដោយឲ្យពេលវេលាកន្លងផុតទៅដើម្បីរងចាំថ្ងៃស្លាប់ប៉ុន្តែរាងកាយរបស់គាត់កាន់តែទ្រុឌទ្រោមបញ្ជាលេងបានជើងខ្សោយដែលត្រូវទប់ជញ្ជាំងបាយទឹកក៏ធ្វើមិនកើតដោយគ្មានជំរឿសគាត់ក៏សម្រេចចិត្តជួលអ្នកថែទាំផ្ទាល់ខ្លួនតាមរយៈភ្នាក់ងារស្ត្រីម្នាក់ឈ្មោះយាយជីនបានមកដាក់ពាក្យគ្រាន់តែនាងបង្ហាញខ្លួនភ្លាមបរិយាកាសក៏ប្រែប្រួលផ្លេតទោះបីជាយាយជីនវ័យ26ឆ្នាំស្លៀកពាក់ឈុតនៅផ្ទះបែបសាមញ្ញឈុននៅមុខខ្លោងទ្វារក៏ដោយប៉ុន្តែក៏ខ្សែភ្នែកដ៏ត្រជាក់និងភាពរឹងរូសរបស់នាងបានធ្វើឲ្យលោកតាគឹមភាំងស្មារតីមួយរំពេចស្រីម្នាក់នេះស្អាតលើសពីការពណ៌នាស្បែកមាត់ខៃចង្កេះអង្ក្រងនិងមានកែវភ្នែកដ៏ធំថ្លាដូចជាត្បូងពេជ្រអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់នេះមានក្រសែភ្នែកត្រជាក់ស្រេងដូចជាមនុស្សមិនខ្វល់នឹងលោកីតែមានភាពថ្លៃថ្នូរដែលធ្វើឲ្យគេចង់ចូលទៅក្បែរដោយមិនដឹងខ្លួនបន្ទាប់ពីនៅក្បែរគ្នាប្រហែលថ្ងៃលោកតាគឹមក៏ចាប់ផ្ដើមធ្វើការសាកល្បងនាងគាត់ថែមទាំងខ្លាញ់ធ្វើជាដួលនៅកណ្ដាលអាធ្រាត្រឲ្យមានរបួសពេញខ្លួនគាត់ធ្វើជាមិនឃ្លានបាយរករឿងស្ដីបន្ទោសថាម្ហូបនាងធ្វើមិនឆ្ងាញ់រួចក៏រុញតុបាយចោលថែមទាំងប្រាក់អារម្មណ៍ឆេវឆាវបុកចានឆ្នាំងមិនឈប់ដើម្បីចង់ឃើញនាងផ្ទុះកំហឹងហើយរៀបចំខោអាវដើរចេញពីផ្ទះតែទោះជាគាត់រករឿងយ៉ាងណាក៏ដោយយាយជីននៅតែរក្សាភាពស្ងប់ស្ងាត់ដោយទឹកកកគ្មានការរអ៊ូរទាំគ្មានការធុញទ្រាន់គឺគ្រាន់តែដើររៀបចំកន្លែងដែលរញ៉េរញ៉ៃយូរទៅលោកតាគឹមក៏ចាប់ផ្ដើមទន់ចិត្តនឹងទម្លាក់ការប្រុងប្រយ័ត្នចុះនៅលើឡានតាក់ស៊ីលោកតាគឹមបាននិយាយដល់មកខូចសាច់ញាតិក្មេងៗរបស់គាត់សពគ្រប់បន្ទាប់មកក៏ងាកមកសម្លឹងមើលកំភួនជើងនិងជង្គង់ដ៏មូលខ្លំរបស់យាយជីនរួចក៏លេបទឹកមាត់ក្អឹកគាត់សួរនាងថាយាយជីនតើឯងធ្វើការងារបែបនេះព្រោះតែលុយដែរមែនទេយាយជីនងើបមុខមើលគាត់រួចតបថាក៏មានអ្នកខ្លះគាត់ធ្វើដើម្បីរឿងផ្សេងផងដែរនាពេលនោះលោកតាគឹមស្រឡាំងកាំងព្រោះវាជាលើកដំបូងដែលគាត់បានឃើញសញ្ញានៃតណ្ហាចេញពីស្ត្រីដ៏ត្រជាក់ម្នាក់នេះចាប់តាំងពីយាយជីនចូលមកជីវិតរបស់លោកតាគឹមក៏ចាប់ផ្ដើមមានភាពស្រស់បំព្រងឡើងវិញភ្លាមៗអ្វីដែលធ្វើឲ្យលោកគ្រូតាចំណាស់ម្នាក់នេះសប្បាយចិត្តលើពីការរំពឹងទុកនោះគឺយាយជីនបានរកឃើញដើមរកឱសថយ៉ាខ្វាន់ដែលក្រៀមស្វិតខ្លះៗនៅក្រោយផ្ទះសម្រាប់អ្នកស្រុកនៅទីនោះឱសថនេះត្រូវបានគេចាត់ទុកថាជាខែលមាសសម្រាប់បុរសវ័យចំណាស់ដើម្បីជួយបង្កើនថាមពលផ្លូវភេទនិងបំពេញតម្រងនោមនាងបានសួរលោកតាគឹមត្រង់ៗថាមានស្មៅរាត្រីដុះនៅក្នុងសួនចាំខ្ញុំបេះយកមកត្រាំស្រាឲ្យលោកតាពិសាណាលោកតាគឹមអៀនរហូតឡើងមុខក្រហមរួចក៏ក្រវីដៃបដិសេធទាំងមាត់មិនត្រូវនឹងចិត្តថាដេកផ្ដាស់មនុស្សអាយុ70-80ទៅហើយតើនរណាគេទៅផឹករបស់អស់ហ្នឹងមាត់ថាទេតែលួចលាក់ឲ្យយាយជីនត្រាំស្រានោះឲ្យមកពីងធំចរិតលោកតាគឹមគឺបែបហ្នឹងពេលបានចិត្តហើយគឺបានដៃតែម្ដងគ្រាន់តែផឹកស្រាសម្រាប់នោះរួចភ្លាមគាត់ក៏នាំយាយជីនទៅចូលរួមកម្មវិធីជប់លៀងជាមួយមិត្តភ័ក្តិរបស់គាត់បាត់នៅក្នុងកម្មវិធីជប់លៀងមិត្តភ័ក្តិម្នាក់បានបង្ខំឲ្យគាត់បង្ហាញមុខប្រពន្ធប៉ុន្តែលោកតាគឹមបែរជាចង្អុលទៅកាន់យាយជីនទាំងទឹកមុខស្ងប់ស្ងាត់ហើយនិយាយថាម្នាក់នេះគឺជាអ្នកគ្រូពេទ្យថែទាំផ្ទាល់ខ្លួនរបស់ខ្ញុំពួកគេម្នាក់យកកែវស្រាបាំងមាត់លួចសោចទឹកមុខម្នាក់ហាក់ដូចជាដឹងសាច់ការអស់ទៅហើយមានអ្នកហុចមីក្រូហ្វូនទៅមុខយាយជីនហើយនិយាយថាបងស្រីថ្លៃចេញមុខមកជើងមកបត់មកយាយជីនក៏មិនបដិសេធដែរក្រោយច្រៀងចប់មួយបទសំឡេងទះដៃក៏លាន់លឺឡើងពេញផ្ទះលោកតាគឹមអង្គុយលើកៅអីផ្ទះភ្លើងមិនឈប់ក្តីប្រាថ្នាចង់បានមកធ្វើជាកម្មសិទ្ធិនិងភាពអំនួតដែលថានេះជាស្រីរបស់អញបានពុះកញ្ជ្រោលឡើងដូចជាមនុស្សកំពុងគ្រុនក្តៅពេលត្រឡប់មកដល់ផ្ទះវិញដោយសារឥទ្ធិពលជាតិស្រាលោកតាគឹមបានស្ទុះទឹកព្រួយយាយជីនទៅលើកម្រាលឥដ្ឋរួចក៏បំពេញថាប់ញុកញីលើរូបរាងកាយរបស់នាងយ៉ាងក្តៅររៀលយាយជីនរើបម្រាស់ចេញពីការអោបកសោបរួចអង្គុយចុះហើយនិយាយបញ្ឈប់គាត់ដោយសម្ដីយ៉ាងត្រជាក់ស្រេងខ្ញុំមិនអាចត្រឡប់ក្រោយវិញបានទេហេតុនេះហើយទើបវាសាហាវបែបនេះអស់ចាមែនល្បិចមិនបាច់ខ្ពស់ពេកទេឲ្យតែមានប្រសិទ្ធភាពគឺគ្រប់គ្រាន់ហើយក្បាច់របស់យាយជីននេះគេហៅថា
នៅចិត្តបង្កើយតែមើលមិនឃើញជាការដកឃ្លាដែលធ្វើឲ្យគាត់អន្ទាក់សាចង់ប៉ះពាល់នាងស្ទើរឈួតដូចជាឆ្មាដែលឃើញត្រីអាំងឲ្យហិតតែមិនឲ្យលិតឲ្យមើលតែមិនឲ្យលេងធ្វើឲ្យបរិសុទ្ធចំណាស់ម្នាក់នេះលងក្នុងអន្ទាក់តណ្ហាដកខ្លួនមិនរួចបន្ទាប់ពីព្រឹត្តិការណ៍នោះមកស្មារតីរបស់លោកតាគីមចាប់ផ្ដើមរស់រវើកឡើងវិញយ៉ាងចម្លែកពីមុនគាត់មិនដែលមើលកញ្ចក់ទេតែឥឡូវបែរជាមកឈរសម្លឹងមើលកញ្ចក់មិនឈប់រអ៊ូថាស្បែកនេះសពេកឬថងក្រោមភ្នែកធំពេកគាត់បានយកអាវធំតម្លៃថ្លៃដែលធ្លាប់ទុកចោលមកស្លៀកគាត់ថែមទាំងចូលចង្ក្រានធ្វើម្ហូបដោយផ្ទាល់ដៃជួនកាលខំរំងាស់សុពើយកទៅឲ្យយាយជីនដល់បន្ទប់បរិសុទ្ធចំណាស់ដែលធ្លាប់តែមានអំណាចលើគេក្នុងសាលារៀនឥឡូវនេះបែរជាខ្លាចជាឆ្កែបម្រើដ៏ល្ងងខ្លៅនៅចំពោះមុខអ្នកគ្រូពេទ្យវ័យក្មេងគាត់ប្រែជាស្លូតត្រង់ដោយក្រដាសសប៉ុន្តែអ្វីដែលចម្លែកនោះគឺដោយសារការសហការលេបថ្នាំនិងផឹកស្រាថ្នាំពោយ៉ាងច្រើនសប្តាហ៍ថ្ងៃនេះអពុធហេតុពិតជាបានកាត់ឡើងមែនកោសិកាមហារាជស្រាប់តែជប់រីករាលដាលគ្រូពេទ្យបានប្រកាសទាំងភ្ញាក់ផ្អើលថានេះគឺជាអពុធហេតុក្នុងវិស័យវេជ្ជសាស្ត្រលោកតាគឹមសប្បាយចិត្តជាខ្លាំងក៏បញ្ជាឲ្យគេយកក្អមថ្នាំចិនដែលធ្លាប់បោកចោលចេញពីឃ្លាំងមកវិញគាត់ឲ្យយាយជីនទៅជីកដើមយ៉ាខ្វាន់មុននៅក្រៅផ្ទះយកមកត្រាំស្រាឲ្យបានកាន់តែច្រើនឡើងគាត់ផឹកស្រាថ្នាំនោះបណ្ដាគិតក្នុងចិត្តបណ្ដាថាដល់ថ្ងៃណាមួយដែលរាងកាយរឹងមាំគាត់នឹងយកស្រីស្អាតម្នាក់នេះមកធ្វើជាប្រពន្ធរួចរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខដូចទេវតាឲ្យតែជាមនុស្សប្រុសទោះស្លាប់ក៏នៅតែមានចិត្តប្រាថ្នារឿងបែបហ្នឹងដែរនៅពេលដែលលោកតាគឹមត្រៀមខ្លួនរួចរាល់ដើម្បីផ្ដួលស្រីស្អាតឲ្យបានសម្រេចនៅយប់នោះគាត់បានរៀបចំគ្រប់យ៉ាងយ៉ាងដិតដល់គាត់ផឹកស្រាថ្នាំអស់3ចានធំរួចក៏ស្ទុះទៅបន្ទប់របស់យាយជីនទាំងចិត្តពុកកញ្ជ្រោលប៉ុន្តែនៅតាមផ្លូវគាត់ស្រាប់តែឃើញពន្លឺភ្លើងក្នុងបន្ទប់ទទួលភ្ញៀវនិងឮសំឡេងជជែកគ្នាចេញពីចន្លោះទ្វារយាយជីនកំពុងឆ្លោះប្រកែកគ្នាជាមួយបរិសុទ្ធចម្លែកម្នាក់ក្នុងឈុតសម្លៀកបំពាក់ថ្លៃថ្នូរនៅលើទំមានសៀវភៅកត់ត្រាមួយក្បាលដែលសុទ្ធតែជាកំណត់ត្រានៃប្រវត្តិដ៏ខ្មៅងងឹតរបស់លោកតាគឹមនិងគ្រួសាររបស់គាត់ឈាមក្នុងខ្លួនលោកតាគឹមត្រជាក់ដោយទឹកកកភ្លាមៗគាត់ខំទប់ដង្ហើមផ្អែកខ្នងនឹងជញ្ជាំងលួចស្ដាប់ទើបដឹងពីអាចកំបាំងដ៏រន្ធត់ដែលបង្កប់នៅពីក្រោយការមើលថែដ៏ទន់ភ្លន់របស់យាយជីនតាមពិតយាយជីនគឺជាអតីតសង្សាររបស់កូនប្រុសគាត់ដែលបានស្លាប់ទៅកូនប្រុសរបស់គាត់កាលនៅរៀនមហាវិទ្យាល័យបានស្គាល់យាយជីនកាលនាងនៅធ្វើជាស្រីបម្រើភ្ញៀវនៅក្នុងបារកូនប្រុសដ៏ស្លូតត្រង់ម្នាក់នោះបានលងស្រឡាញ់យាយជីនតាំងពីឃើញដំបូងប៉ុន្តែលោកតាគឹមពេលដឹងថាគូស្នេហ៍របស់កូនជាស្រីបារក៏ផ្ទុះកំហឹងយ៉ាងខ្លាំងគាត់បានប្រើអំណាចជាប្រធានសាលាជួក្រុមអ្នកលេងមកចាប់រំលោភយាយជីននៅចំពោះមុខកូនប្រុសរបស់គាត់កូនប្រុសដែលមានចិត្តទន់ជ្រាយម្នាក់នោះបានត្រឹមតែអង្គុយមើលស្រីដែលខ្លួនស្រឡាញ់ត្រូវគេបំពានមើលងាយយ៉ាងអាណោចអាធំដោយគ្មានសមត្ថភាពជួយអ្វីបានឡើយហើយអ្វីៗគ្រប់យ៉ាងគឺរៀបចំដោយឪពុកបង្កើតរបស់គេកូនប្រុសឈឺចាប់ខ្លាំងណាស់តែមិនអាចតបតនឹងអំណាចឪពុកបានក៏សម្រេចចិត្តកាត់ការឈប់តាក់ទងនឹងស្រីដែលខ្លួនស្រឡាញ់មិនយូរប៉ុន្មានគេក៏បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសង្ស័យមួយរាងកាយត្រូវគេបំពានគូស្នេហ៍ត្រូវស្លាប់ទាំងក្តីចង់កំហឹងក្នុងចិត្តរបស់យាយជីនកាន់តែជ្រៅនាងក៏សម្រេចចិត្តបន្លំខ្លួនជាអ្នកថែទាំមកឈរនៅមុខផ្ទះសត្រូវដើម្បីសងសឹកសាក់គិតមើលចុះលោកតាគឹមដែលកំពុងតែមានចិត្តពុះកញ្ជ្រោលស្រាប់តែប្រែជាមានមុខស្លេកស្លាំងជាងពណ៌ជញ្ជាំងទៅទៀតភ្លើងតណ្ហាដែលឆេះរោរាក្នុងខ្លួនជាមួយខែមកនេះស្រាប់តែត្រូវរលត់ទៅជាផេះហើយប្រែជាដុំព្រិលត្រជាក់ភ្លាមយាយជីនមិនមែនជាពន្លឺចុងក្រោយនៃជីវិតគាត់ទេនាងគឺជាអ្នកដែលមកដើម្បីដុតក្តារសែនឲ្យគាត់ស្លាប់គាត់ដើរទាំងញ័រខ្លួនទៅរកមិត្តភក្តិជាមេធាវីដើម្បីដកបណ្ដាំមរតកប៉ុន្តែមេធាវីប្រាប់ថាទ្រព្យសម្បត្តិភាគច្រើនត្រូវបានផ្ទេរទៅឈ្មោះយាយជីនរួចរាល់អស់ហើយលោកតាគឹមដួលភីងទៅលើសាឡុងស្បែកដែលធ្លាប់តែលេងសើចនឹងជីវិតអ្នកដទៃក្នុងកណ្ដាប់ដៃបែរជាត្រូវមកជួបថ្ងៃអវសានបែបនេះគាត់ត្រូវបានកំទេចយ៉ាងខ្ទេចខ្ទីដោយក្មេងស្រីម្នាក់ដែលពោពេញដោយផែនការសងសឹកដ៏ឈ្លាសវៃទ្រព្យសម្បត្តិជោគវាសនាឬសូម្បីតែជីវិតដែលនៅសល់ត្រឹមតែកន្លះឆ្នាំចុងក្រោយរបស់គាត់ក៏ត្រូវស្ថិតក្រោមការគ្រប់គ្រងនិងផែនការរបស់យាយជីនដែរកាលពីមុនលោកតាគឹមស្មានថាយាយជីនស្រឡាញ់រូបគាត់បន្ទាប់មកគាត់គិតថាទូនាងស្រឡាញ់លុយក៏មិនអីដែរតែពេលនេះគាត់បានដឹងការពិតហើយអ្វីដែលស្រីម្នាក់នេះចង់បានមិនមែនជាលុយឬសូម្បីតែជីវិតរបស់គាត់ឡើយតែនាងចង់ឲ្យគាត់បានដឹងការពិតរួចនិយាយពាក្យថាសំទោសចេញពីមាត់ដោយផ្ទាល់បន្ទាប់ពីវាបានយឺតពេកជាច្រើនឆ្នាំបន្ទាប់ពីការពិតត្រូវបានលាតត្រដាងសាច់រឿងក៏បានប្រែប្រួលទៅរកទិសដៅមួយដែលគ្មាននរណាម្នាក់នឹកស្មានដល់លោកតាគឹមឈប់រងចាំសេចក្តីស្លាប់ដោយស្ងប់ស្ងាត់ហើយក៏មិនព្រមសហការលេបថ្នាំទៀតដែរគាត់ដេកលើគ្រែពេទ្យដ៏ប្រណីតដូចជាសត្វឆ្កែចាស់ដែលត្រូវគេកាត់ទោសប្រហារជីវិតគាត់ខំលេបថ្នាំទាំងបង្ខំនិងសម្លឹងមើលយាយជីនដោយក្រសែភ្នែកអង្វរកយាយជីនអង្គុយក្បែរគ្រែជូតមុខឲ្យគាត់យ៉ាងរំភើយរួចសួរគាត់ថាការចង់ស្លាប់វាស្រួលណាស់តែលោកតាប្រាថ្នាចង់ឮសំឡេងអ្វីដែលមិនធ្លាប់ឮដែរទេលោកតាគឹមបង្ហាញក្រសែភ្នែកស្រវាំងយាយជីនក៏អោនទៅក្បែរត្រចៀកគាត់រួចនិយាយយឺតៗថាខ្ញុំមិនដែលស្អប់កូនប្រុសលោកតាទេរហូតដល់ថ្ងៃស្លាប់គេមិនដែលបោះបង់ក្តីស្រឡាញ់ចំពោះខ្ញុំឡើយនាងបានផ្អាកបន្តិចរួចក៏ផ្ដាំពាក្យចុងក្រោយទៅកាន់គាត់ថាប៉ុន្តែលោកតាពិតជាខុសចំពោះខ្ញុំនិងរូបគេខ្លាំងណាស់គ្មានតន្ត្រីកំដរអារម្មណ៍គ្មានការស្រែកឡូឡាឈឺចាប់មានតែពាក្យសុំទោសដ៏ស្រាលស្ងាត់មួយម៉ាត់វាបានធ្វើឲ្យបរិសុទ្ធដែលធ្លាប់តែមានអំណាចពេញដៃមើងងាយវាសនាអ្នកដទៃពេញមួយជីវិតត្រូវបាក់ស្បាតទាំងស្រុងទឹកភ្នែករបស់គាត់ហូរស្រក់តាមស្នាមជ្រៅជ្រួញទៅលើខ្នើយយ៉ាងស្ងៀមស្ងាត់ពាក្យសម្ដីទាំងនោះហាក់ដូចជាបានបឺតយកកម្លាំងកំហែងចុងក្រោយរបស់គាត់ទៅអស់រាល់ភាពរឹងរូសនិងសម្បកក្រៅត្រូវបានរលាយបាត់ទីបំផុតគាត់ក៏បានហើបមាត់និយាយពាក្យសុំទោសដែលយឺតពេកជាច្រើនឆ្នាំទាំងទឹកភ្នែកជោគមុខថាសុំទោសគាត់និយាយដូចជាការសារភាពបាបក្នុងព្រះវិហារនិងដូចជាពាក្យបណ្ដាំចុងក្រោយសម្រាប់កូនប្រុសដែលបានស្លាប់ទៅក្រោយពេលនិយាយរួចពន្លឺក្នុងភ្នែករបស់គាត់ក៏រលត់សូន្យឈឹងប៉ុន្មានខែក្រោយមកលោកតាគឹមក៏បានលាចាកលោកក្នុងភូមិគ្រឹះដ៏ស្ងាត់ជ្រងំជាមួយវុបបដិសារីដែលរកអ្វីព្រាបមិនបានគាត់ទទួលបានពាក្យសុំទោសតែគាត់មិនអាចទទួលបានជីវិតដែលត្រឡប់ក្រោយវិញឡើយគាត់បានប្រើជីវិតចុងក្រោយដែលរងការទារុណកម្មផ្លូវចិត្តដើម្បីបញ្ចប់ភាពអំនួតនិងភាពសាហាវយង់ឃ្នងក្នុងអតីតកាលរបស់ខ្លួនអ្នកគិតថាវាចប់ហើយមែនទេក្រោយការសងសឹកនេះចប់ទៅចិត្តរបស់យាយជីនមិនបានធូរស្រាលទេតែវាបែរជាប្រែចិត្តទេស្អាតដូចពេញប៉ោងដែលត្រូវគេចាក់ធ្លាយនាងបានយកกระดาษរូបថតរបស់លោកតាគឹមមកមើលរួចក៏ធ្វើកាយវិការហិង្សាដាក់រូបថតនោះតែចុងក្រោយនាងនៅតែមិនដាច់ចិត្តធ្វើបាបរូបភាពសាកសពរបស់គាត់នាងមានអារម្មណ៍ថាបានរត់ខ្លួនពីបាបកម្មប៉ុន្តែនៅពាក់កណ្ដាលអាធ្រាត្រនាងបែរជាដើរទៅលើផ្លូវរថភ្លើងហើយសម្លឹងមើលរថភ្លើងដែលកំពុងរត់មកយ៉ាងលឿននាងចង់លែងដៃរួចប្រគល់រាងកាយដែលទទេស្អាតព្រោះតែក្តីស្រឡាញ់និងការសងសឹកនេះទៅឲ្យព្រំលិខិតជាអ្នកកំណត់នៅពេលដែលរថភ្លើងជិតមកដល់ស្រាប់តែព្រលឹងរបស់លោកតាគឹមបានលេចចេញមកមុខមាត់ចាស់ជ្រាវជ្រួញរបស់គាត់បានបង្ហាញខ្លួនក្នុងចំណោមហ្វូងមនុស្សគាត់បានញញឹមដាក់យាយជីនរួចក៏រលាយបាត់ទៅយ៉ាងអាត់កំបាំងតើស្នាមញញឹមនោះមានន័យយ៉ាងណាតើវាជាការលាក់បង់ចោលនៅរាល់គំនុំឬក៏ជាការអបអរសាទរដែលនាងបានរួចផុតពីការជឿចាប់
ស្នាមញញឹមរបស់អារក្សធ្វើឲ្យអ្នកពិបាកបែងចែកថាតើវាជាការធ្វើទារុណកម្មឬជាការជួយសង្គ្រោះការលុបលាងបាបពិតប្រាកដមិនមែនជាការយកជីវិតទៅសងទេតែគឺជាការរស់នៅឲ្យបានល្អសម្រាប់អ្នកដែលស្លាប់ទៅពេលមើលមកដល់ទីនេះអ្វីដែលខ្ញុំទទួលបានគឺភាពរន្ធត់ក្នុងចិត្តមនុស្សជាច្រើនពេលឮឈ្មោះរឿងនេះតែងតែនឹកឃើញដល់ស្លាកយីហោរឿងសម្រាប់មនុស្សពេញវ័យឬឈុតក្តៅសាច់របស់ B.A. Suki ប៉ុន្តែបើដកឈុតស្រាប់ស្រាលចេញខ្លឹមសារពិតរបស់ Flower of Desire គឺជាប្រវត្តិសាស្ត្រដ៏សាហាវឃោរឃៅនៃចរិតពីរយ៉ាងរបស់មនុស្សតួអង្គយាយជីនគឺរងការឈឺចាប់តាំងពីដើមដល់ចប់កាលនៅជាសង្សារដំបូងនាងស្លូតត្រង់រហូតដល់គួរឲ្យអាណិតតែក្រោយពេលរងការធ្វើបាបភ្នែកនាងទៅជាក់ជាងយប់រងាវទៅទៀតកាលពីមុនលោកតាគឹមជួលគេមកបំពេញនាងត្រឹមតែជាស្រីបាដែលគ្មានកម្លាំងតតាំងនាងគ្មានសិទ្ធិសូម្បីតែទៅរករឿងនៅមុខផ្ទះសត្រូវនាងមិនបានប្រើហិង្សាដើម្បីបំបែករនាំងវណ្ណៈទេតែនាងបានប្រើសម្រស់និងមនោសញ្ចេតនាធ្វើជាអាវុធដើម្បីអូសសត្រូវឲ្យធ្លាក់នរកបន្តិចម្ដងនាងឈ្នះក្នុងការសងសឹកប៉ុន្តែនាងក៏បានក្លាយជាឧបករណ៍សងសឹកដែលគ្មានសល់អ្វីក្រៅពីគំនុំទស្សនិកជនជាច្រើនជេរយាយជីនថាជាស្រីពួយអាក្រក់និងជេរលោកតាគឹមថាជាមនុស្សសមតែស្លាប់តែតាមមានអ្នកណាគិតទេថាដំបូងឡើយយាយជីនគ្រាន់តែជាស្រីធម្មតាម្នាក់ដែលចង់បានបរិសុទ្ធល្អមកផ្ញើជីវិតលោកតាគឹមបានសម្លាប់មនុស្សដែលនាងស្រឡាញ់បំផ្លាញយុវវ័យរបស់នាងនិងមើលងាយកិត្តិយសស្ត្រីរបស់នាងយ៉ាងធ្ងន់ធ្ងរតម្លៃពិតនៃរឿងនេះគឺស្ថិតនៅលើការធ្វើឲ្យបរិសុទ្ធដែលអំនួតពេញមួយជីវិតមកទទួលស្គាល់កំហុសនៅវិនាទីចុងក្រោយអ្វីដែលចាក់ដោតបំផុតគឺការសង្កេតរបស់អ្នកដឹកនាំរឿងអ្នកមានអំណាចពេលធ្វើខុសគេងាយនឹងផ្ដោតសំណងជាលុយកាក់តែគេមិនងាយនិយាយពាក្យថាសុំទោសឡើយហេតុនេះហើយទើបពាក្យសុំទោសដែលយឺតពេលនេះមានតម្លៃធ្ងន់ធ្ងរបំផុតបើអ្នកប្រាំអំណាចជ្រៀតជ្រែកស្នេហាកូនរហូតដល់ប្រើវិធីថោកទាបដើម្បីបំផ្លាញមនុស្សដែលកូនស្រឡាញ់នោះសោកនាដកម្មនឹងកើតឡើងអ្នកបាត់បង់មិនមែនត្រឹមតែជីវិតកូនប្រុសទេគឺអ្នកបានបំផ្លាញអនាគតរបស់កូនទាំងស្រុងពេលនោះអ្នកនឹងយល់ថាចំណងជើងរឿងទ្វាររាត្រីមានន័យថាទ្វារខ្លះកាលណាបិទជិតហើយវានឹងមិនបើកឲ្យអ្នកវិញឡើយការសងសឹកដ៏រន្ធត់មិនស្មើនឹងពាក្យសុំទោសចុងក្រោយដែលចេញពីមាត់លោកតាគឹមមុនពេលដេកខ្យល់ឡើយខ្ញុំគិតថាចប់បែបនេះគឺជាសក្ខីភាពដ៏ល្អបំផុតសម្រាប់ការភ្ញាក់រលឹកពីអំពើបាបសំណាញ់ច្បាប់អាចនឹងធូររលុងតែអ្វីដែលស័ក្តិសិទ្ធិជាងគឺវិបដិសារីដែលចេញពីចិត្តរបស់អ្នកធ្វើខុសព្រោះនៅវិនាទីនោះគាត់នឹងចងចាំកំហុសរបស់ខ្លួនជានិច្ចដែលជាតិនេះគាត់បានធ្វើឲ្យមនុស្សល្អៗជាច្រើនខកបំណងសូមឲ្យជាតិក្រោយគាត់អាចសងបំណុលកម្មរបស់គាត់អស់ផងរួចខ្លាយជាមនុស្សដែលស័ក្តិសមនឹងងារជាគ្រូបង្រៀនពិតប្រាកដផងចុះខ្ញុំគឺផាន់សូមអរគុណចំពោះការទស្សនាសង្ឃឹមថានឹងបាន follow ដើម្បីជួបគ្នាជាមួយរឿងផ្សេងនៅវគ្គក្រោយទៀតសូមអរគុណ一旁爬上美谷的车轴